ទោះពុកម៉ែបងប្អូនថ្ងៃចុងសប្តាហ៍ថ្ងៃហ្នឹងមកចែកអំណោយជាមួយក្រុមគ្រួសារបងប្អូនហើយនៅខេត្តកំពង់ធំណានៅសាលារៀនមួយនៅក្នុងភូមិមួយដែលសយាដែលមានសាលារៀននោះមានឈ្មោះថាសាលាបឋមសិក្សាអូអំបែងឃុំត្បែងស្រុកកំពង់ស្វាយខេត្តកំពង់ធំបងប្អូនសាលាបឋមសិក្សានឹងមានថ្នាក់រៀនត្រឹមតែ4បន្ទប់ទេបងប្អូនហើយមានសិស្សរៀនរហូតដល់150នាក់បងប្អូនហើយពេលចូលមកដល់មានអារម្មណ៍ថានឹកអនុស្សាវរីយ៍ខ្លួនឯងកាលនៅពីក្មេងព្រោះឲ្យពួកខ្ញុំក៏ធ្លាប់រៀននៅខេត្តដាច់ស្រយាលដូចគ្នាហើយពេលហ្នឹងបងប្អូនហើយនិយាយទៅមានការនឹកជាខ្លាំងហើយមានអារម្មណ៍ថាដូចនិយាយទៅគឺសំណោះខ្លួនឯងហ្មងហើយបងប្អូនក្មេងៗទាំងអស់ហ្នឹងគាត់មានការខ្វះខាតណានិយាយទៅពួកខ្ញុំបាននំពំនាំនៅសម្ភារៈសិក្សាហើយដូចជាថវិកានិងរបស់ចាំមួយចំនួនជូនដល់ក្មួយៗនិងលោកគ្រូអ្នកគ្រូនិងចាស់ៗគាត់រស់នៅក្នុងភូមិនឹងដែរបងប្អូនពេលពួកគាត់ទទួលអំណោយទឹកមុខគាត់ណាបងប្អូនហើយសប្បាយរីករាយត្រេកអរខ្លាំងណាស់និយាយទៅគឺខ្ញុំរកពាក្យអីថ្លែងអត់ឃើញទេហើយខ្ញុំមានអារម្មណ៍ថារំភើបស្ទើរតែស្រក់ទឹកភ្នែកជាមួយស្នាមញញឹមដ៏មានន័យពួកគាត់មានឃើញសម្ភារៈសិក្សាសឹងតែខ្លះពួកគាត់មិនមានសមត្ថភាពនឹងទិញតែពួកគាត់ធ្វើឲ្យខ្ញុំមានអារម្មណ៍រំភើបស្រើស្រក់ភ្នែកជាមួយស្នាមញញឹមដ៏មានន័យហ្នឹងបងប្អូនខ្ញុំពិតជារំភើបរកពាក្យអ្វីនិយាយថ្លែងអត់បានហ្មងណាហើយជាចុងក្រោយនេះនាងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលបានតែងតែគាំទ្រភោជនីយដ្ឋានរំយោលកន្លងមកហើយបងប្អូននេះគឺជាការចំណែកមួយដ៏សំខាន់ជាមួយនៅសង្គមជាតិយើងទាំងអស់គ្នាជូនពរពុកម៉ែបងប្អូនរកទទួលទានមានបានសុខភាពល្អទាំងអស់គ្នាបាយបាយ